training I take the same way for many years. I lecture students listen, but they didn't really learn. After TDSO training, I learned to make students practice, to work in group, to reflect on their learning. Now my classroom is alive. ពាក្យប៉ុណ្ណឹងការអនុវត្តភាសាអង់គ្លេសយើងឃើញថាលោកគ្រូអ្នកគ្រូគាត់មានបំណិនក្នុងការបង្រៀនភាសាអង់គ្លេសបានល្អប្រសើរជាងមុនគាត់មានទំនុកចិត្តក្នុងការបង្រៀនទី2គឺពាក់ព័ន្ធនឹងសិស្សមានភាពសប្បាយរីករាយក្នុងការរៀនដោយសារយើងទទួលបានវគ្គបណ្ដុះបណ្ដាលថ្មីពីអង្គការ TDSO ដោយសារមានសកម្មភាពប្លែកៗដែលធ្វើឲ្យគាត់ចូលចិត្តហើយទី3នោះគឺសហគមន៍តែម្ដងគឺគាត់មានការគ្រប់គ្រងភាសាឃើញគោលរបស់គាត់អាចប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងជីវភាពរស់នៅហើយចំណុចទី4ហ្នឹងគឺគ្រូអ្នកគ្រូរបស់ខ្ញុំគាត់យកបំណិនភាសាអង់គ្លេសរបស់គាត់ហ្នឹងដើម្បីសិក្សាស្រាវជ្រាវបន្តដូចជាការសិក្សាបន្តហើយនឹងការប្រើប្រាស់ ICT ផ្សេងៗដោយប្រើភាសាអង់គ្លេសផងដែរ The peer group meeting are the most valuable. Instead of problems, we have each other. Group not alone anymore. We teach them English, we train them the methodology, and we also coach them how to teach English. Take your paper and ask the question to your friend. My English improved a lot because I practice teaching it better. My students now can actually speak English, not just memorizing the grammar. បាទខ្ញុំសង្កេតឃើញថាសមត្ថភាពរបស់លោកគ្រូអ្នកគ្រូខ្ញុំមានការប្រែប្រួលបាទដោយគាត់មានការគ្រប់គ្រងគ្នាទៅវិញទៅមកដែលធ្វើឲ្យគុណភាពនៃការបង្រៀននិងរៀនកាន់តែប្រសើរឡើងហើយសិស្សសប្បាយរីករាយនៅក្នុងការរៀនបាទ